ល្ងាចថ្ងៃទី3ខែមីនាឆ្នាំ2026នេះប្រជាជនកម្ពុជានឹងអាចទស្សនានៅទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតមួយនៅលើមេឃនោះគឺចន្ទគ្រាសពេញវង្សឬខ្មែរហៅថារាហូចាប់ច័ន្ទវាក៏នឹងក្លាយជាចន្ទគ្រាសពេញវង្សចុងក្រោយគេបង្អស់នៅលើពិភពលោកតតែចូលឆ្នាំ2029ទើបអាចឃើញម្ដងទៀតដែលធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាបាតុភូតដ៏កម្រមួយក្នុងអំឡុងពេលចន្ទគ្រាសពេញវង្សភពផែនដីធ្វើដំណើរមកស្ថិតនៅចន្លោះចំកណ្ដាលរវាងព្រះអាទិត្យនិងព្រះច័ន្ទពេញបូរមីព្រះច័ន្ទនឹងធ្វើដំណើរឆ្លងកាត់ស្រមោលដ៏ងងឹតបំផុតរបស់ផែនដីដែលហៅថាអាំប្រានៅពេលដែលពន្លឺព្រះអាទិត្យចម្រុះកាត់បរិយាកាសផែនដីពន្លឺពណ៌ក្រហមនឹងបាត់រេទៅរកព្រះច័ន្ទដែលធ្វើឲ្យវាក្លាយជាពណ៌ក្រហមក្រមៅលាយទឹកក្រូចដែលគេតែងហៅថាព្រះច័ន្ទឈាមសម្រាប់ប្រទេសកម្ពុជាបាតុភូតចន្ទគ្រាសនេះនឹងចាប់ផ្ដើម